បាទសូមស្វាគមន៍មកកាន់មេរៀនទី6ដែលសិក្សាអំពីស្រៈផ្សំបាទក្នុងវីដេអូនេះគឺតពីមេរៀនទី4បាទចំពោះសិក្សាទាំងអស់ដែលគាត់បានសិក្សានៅក្នុងវីដេអូខ្ញុំក្នុងមេរៀនទី4ហើយនោះគាត់នឹងមានការតាមដានបន្ថែមដើម្បីគាត់ចង់ដឹងច្បាស់ពីការអាននៃភាសាអង់គ្លេសរបៀបនៃការអានស្រៈផ្សំនេះបាទអញ្ចឹងក្នុងមេរៀនទី6នេះគឺជាប្រភេទស្រៈផ្សំដែលផ្សំរវាងស្រៈ E និងស្រៈ A បូកចូលគ្នាបង្កើតបានទៅជាសំឡេងមួយគឺសំឡេង E សំឡេង E បាទអញ្ចឹងក្នុងភាសាអង់គ្លេសសូមបញ្ជាក់បន្តិចគឺមានការបែងចែកសំឡេងចំនួន2សំឡេងទី1គឺសំឡេងវែងហើយសូសៀងសូសំឡេងវែងហើយសំឡេងទី2គឺសូសំឡេងខ្លីបាទអញ្ចឹងស្រៈ E នេះគឺយើងឃើញថាអានថា E គឺជាប្រភេទសូរសំឡេងវែងបាទអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេតែងតែឃើញស្រៈផ្សំនេះច្រើនជាងគេបាទក្នុងការអាននិងក្នុងការសរសេរសំឡេងសៀនរបស់វានឹងគឺឮសូរថាជាសំឡេងស្រៈ E បាទហើយចំពោះសំឡេងជាច្រើនទៀតរបស់ស្រៈនេះគឺមានការប្រែប្រួលទៅតាមស្រៈប្រកបបាទអញ្ចឹងចំពោះអ្នកសិក្សាទាំងអស់កន្លងមកគឺនៅពេលឃើញស្រៈនេះគឺមានការភ័ន្តច្រឡំស្ទើរគ្រប់គ្នាបាទមិនដឹងថាគួរអានជាសំឡេងវែងឬក៏គួរអានជាសំឡេងខ្លីបាទពេលខ្លះអានខុសពាក្យក៏មានដែរបាទដូច្នេះហើយក្នុងមេរៀននេះខ្ញុំក៏បានមកធ្វើការពន្យល់ជូនពន្យល់ដល់ពីលក្ខណៈនៃស្រៈនេះឲ្យបានច្បាស់ជឿជាក់ក្នុងការអានពាក្យនេះ100%បាទអញ្ចឹងសូមកុំអារម្មណ៍បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះយើងចូលកាន់មេរៀនទាំងអស់គ្នាថាបានចប់បាទអញ្ចឹងសំឡេងទី1ខ្ញុំលើកយកមកគឺសំឡេងវែងដែលមានសូរថា E បាទ E អញ្ចឹងស្រៈ E នេះនៅពេលណាវាមានសូរសំឡេងវែងនៅពេលវាបូកជាមួយនឹងព្យញ្ជនៈណាមួយគឺអានបញ្ចេញសំឡេងវែងបាទឧទាហរណ៍ខ្ញុំមានពាក្យមួយដែលមានព្យញ្ជនៈ T បូកជាមួយនឹងស្រៈ E អានថា T បាទ T នេះប្រែថាតែបាទតែឆុងផឹកទឹកបាទយើងត្រូវការឆុងទឹកតែផឹកអីយើងដាក់យកតែដាក់ក្តាប់ទៅបាទអាចហូបបានហើយហូបទឹកនៅបានហើយបាទពាក្យទី2យើងឃើញមានព្យញ្ជនៈ T បូកជាមួយនឹងស្រៈ E បូកជាមួយនឹងព្យញ្ជនៈ M យើងអានថា team បាទ team នេះប្រែថាក្រុមមនុស្សបាទក្រុមមនុស្សដល់ពេលយើងចង់លេងកីឡាយើងចាប់ក្រុមគ្នាលេងបាទចាប់ក្រុមយកអីទៅបាទពាក្យទី3គឺយើងឃើញមាន B បូកជាមួយស្រៈ E បូកជាមួយនឹង CH អានថា beach អញ្ចឹងសំឡេង CH នេះគឺសំឡេងអក្សរឆឹកបន្ទុយបាទអញ្ចឹងទៅឲ្យសំឡេងវត្តខាងក្រោយមានសំឡេងឆឹកអាន beach បាទ beach នេះប្រែថាឆ្នេរបាទឆ្នេរនៅតាមមាត់សមុទ្របាទឆ្នេរនោះពាក្យបន្ទាប់ទៀតយើងឃើញមានព្យញ្ជនៈ S បូកជាមួយនឹងស្រៈ E បាទបានតែនិយាយបាទអានថាម៉េចបាទអានថា C នេះប្រែថាសមុទ្របាទសមុទ្រអញ្ចឹងយើងចង់លេងសមុទ្រយើងទៅក្រុងកាបឃើញសមុទ្រហើយបាទអូខេអញ្ចឹងពាក្យបន្ទាប់ទៀតយើងឃើញមានព្យញ្ជនៈ M បូកនឹងស្រៈ E ដដែលបូកនឹងព្យញ្ជនៈ T អានថា meat បាទ meat នេះប្រែថាសាច់បាទប៉ុន្តែពេលយើងអាន meat យើងត្រូវតែមានទុយសម្លេងថនៅខាងក្រោយដោយសារវាជាអក្សរ T គឺជាអក្សរសំខាន់ក្នុងការអានភាសាអង់គ្លេសអានថអូខេអញ្ចឹងយើងសិក្សាបន្តទៀតគឺស្រៈ E ដដែលស្រៈ E នេះអត់មានអីមុខវាទេមានតែ
sạ bô cho môi nâng suy nhẹ thi đấy nó phải khinh chẳng những an vô đấy mà sạ y bô cho suy nhẹ thi an thá eat 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 đi phải thá hốpឬក៏ញ៉ាំឬក៏ពិសាទៅបាទពិសាបាទแล้วពាក្យបន្តទៀតយើងឃើញមានស្រៈ e ដដែលបាទស្រៈ e បូកជាមួយនឹង s y s y អញ្ចឹងស្រៈ e បូកជាមួយនឹង s y យើងអានថា e c e c បាទ e c នេះប្រែថាងាយស្រួលបាទងាយស្រួលបាទងាយបំផុតណាបាទងាយណាបាទអាចធ្វើបានអីទៅហ្នឹងបាទងាយបាទពាក្យបន្ទាប់ទៀតយើងឃើញមានអក្សរអឬក៏អក្សរអាបាទសញ្ញាអនេះបូកជាមួយស្រៈ e បូកជាមួយនឹងសញ្ញា d យើងអានថាម៉េចបាទអានថា read បាទ read read តែខាងក្រោយ read នេះយើងឃើញមានអក្សរ d អញ្ចឹងសម្លេងវាគឺមានសម្លេងដកបន្ទុយណាបាទសម្លេងដកចង់អាន read តែវាអត់គឺសូទេគាត់ថាវានៅបង្កប់ក្នុងចុងដណ្ដយើងអាន read read ដូចមានបន្ទុយបាទតែមិនអីទេយើងចាំមើលសិក្សាតទៀតបាទអូខេអញ្ចឹងយើងសិក្សាពាក្យមួយទៀតពាក្យថ្មីទៀតបាទគឺយើងឃើញមានពាក្យ w w បូកជាមួយនឹងស្រៈ e បូកជាមួយនឹងសញ្ញា k អានថា week 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 នេះគឺប្រែថាខ្សោយឬក៏អន់ទៅបាទពាក្យបន្ទាប់ទៀតយើងឃើញមានសញ្ញាពីរនៅក្អមពីគ្នាគឺសញ្ញា s បូកជាមួយសញ្ញា t បាទអញ្ចឹងនៅពេលណាដែលយើងឃើញសញ្ញានៅចុះគ្នាអញ្ចឹងសញ្ញាទី1អានជាសូរសំឡេងសញ្ញាហើយសញ្ញាទី2ដើរតួជាជើងបកងនៅពេលនេះអក្សរ p ដើរតួជាជើងជើងពោបាទអញ្ចឹងសជើងពោស្ពោដាក់ស្រៈ e ស្ពីស្ពីដល់ខអក្សរ k ហ្នឹងអានថា speak 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 ហ្នឹងអានប្រែថានិយាយបាទនិយាយគ្នាលេងបាទនិយាយបាទឥឡូវពាក្យបន្ទាប់ទៀតយើងសិក្សាយើងឃើញមានសញ្ញា l សញ្ញា l នេះបូកជាមួយនឹងស្រៈ e បូកជាមួយនឹងសញ្ញា f អានថា leaf 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 បាទ leaf នេះប្រែថាម៉េចបាទប្រែថាសឹកឈើបាទសឹកឈើទូទៅសឹកឈើបាទពាក្យបន្ទាប់ទៀតយើងអានយើងឃើញមានសញ្ញា l ដដែលបូកជាមួយស្រៈ e បូកជាមួយនឹង d សញ្ញា d និងស្រៈ បាទអញ្ចឹងអានថាម៉េចបាទអានថា leader leader បាទ leader នេះប្រែថាអ្នកដឹកនាំអ្នកដឹកនាំបាទ leader ហ្នឹងអូខេអញ្ចឹងអានពាក្យតទៀតយើងឃើញមានសញ្ញា s បូកនឹងស្រៈ e បូកជាមួយនឹង son អានថា season season បាទ season នេះប្រែថាអីគេបាទប្រែថារដូវបាទប្រែរដូវអូខេអញ្ចឹងពាក្យបន្តទៀតយើងឃើញមានពាក្យ b b ដាក់ស្រៈ e b ដដែល b ដាក់ស្រៈ e b បូកជាមួយនឹងសញ្ញា n អានថា bean 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 ប្រែថាសណ្ដែកបាទសណ្ដែកបាទឥឡូវយើងសិក្សាពាក្យបន្តទៀតយើងឃើញមានសញ្ញាអបូកជាមួយនឹងស្រៈ e បូកជាមួយនឹង son បាទអានថា reason បាទ reason reason ប្រែថាហេតុផលបាទបាទពាក្យបន្ទាប់ទៀតយើងឃើញសញ្ញា b បូកនឹងស្រៈ e បូកនឹងសញ្ញា k អានថា big big បាទ big នេះប្រែថាចំពុះសត្វណាចំពុះសត្វមាន់ចំពុះសត្វទាឬក៏ចំពោះសត្វផ្សេងទៅសត្វសារកាទៅបាទចំពោះបាទអូខេអញ្ចឹងសិក្សាពាក្យបន្ទាប់ទៀតយើងឃើញមានសញ្ញា m បូកជាមួយស្រៈ e បូកជាមួយនឹងសញ្ញា n អានថា mean 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 នេះប្រែថាមានន័យបាទ
មីននេះមានន័យបាទមានន័យអីឥឡូវបកស្រាយថាតើពាក្យនេះមានន័យថាម៉េចបាទអញ្ចឹងមីនមានន័យថាឬមានន័យអូខេអញ្ចឹងពាក្យបន្ទាប់ទៀតយើងឃើញមានព្យញ្ជនៈ2ទៀតហើយប៉ះគ្នាហើយគឺព្យញ្ជនៈ P ជាមួយនឹង L អញ្ចឹង P ដើរតួជាព្យញ្ជនៈ L ដើរតួជាជើងប្រកបបាទអញ្ចឹងអក្សរ P ស្មើនឹងអក្សរផូបាទផូជាងឡូផ្លូដាក់ស្រៈ E ភ្លីភ្លីភ្លីបូកជាមួយនឹង SE អានថា please please បាទ please នេះប្រែថាសូមមេត្តាឬសូមបាទឬចង់ស្នើសុំអីគេមួយយើងរកប្រើពាក្យសូមសូមអង្គុយចុះសូមមកនេះផ្លេតសូមនិយាយតិចបាទខ្លងណាស់បាទអញ្ចឹងយើងប្រើពាក្យ please បាទនៅមុខគេបាទប្រែថាសូមមេត្តាទៅបាទបាទឥឡូវយើងចាប់ដើមសិក្សាពាក្យខាងក្រោមទៀតគឺពាក្យដែលក្រោយគេដែលយើងត្រូវការចំណាំបាទអញ្ចឹងពាក្យនេះយើងឃើញមានព្យញ្ជនៈបូកជាមួយស្រៈ E បូកជាមួយស្រៈទៀតស្រៈ U បូកជាមួយនឹងព្យញ្ជនៈ T TY អញ្ចឹងដល់ពេលយើងឃើញអញ្ចេះយើងមិនអាចអានទាំងអស់បានទេយើងត្រូវអានកាត់សំឡេងជាពីរបាទព្រោះអីវាមានស័ក្តិទាំងពីរនៅជិតគ្នាបាទទីយើងឃើញព្យញ្ជនៈ B អក្សរ B បដាក់បូកជាមួយស្រៈ E បូកជាមួយស្រៈ U បូកជាមួយ TY អានថា BUT 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 បាទអានប្រែថាសម្រស់បាទ UT នេះគឺជាភាសារួមមួយបាទដល់ពេលយើងប្រើចំពោះនារីបំបែកទៀតទៅដល់ជាគុណនាមបានថា beautiful ទៅ beautiful បាទដល់ពេលបរោះទៅជាពាក្យ handsome បាទ handsome សង្ហាទៅបាទនេះជាពាក្យបំបែកបន្ទាប់ពីពាក្យ beauty នេះបាទអូខេអញ្ចឹងយើងសិក្សាស្រៈដែលមានសំឡេងវែង E នេះហើយបានយើងឃើញថាមានពាក្យច្រើនទៀតដែលយើងចង់ដឹងបន្ថែមអញ្ចឹងចំពោះអ្នកអានឬអ្នករៀនគាត់ដឹងហើយគាត់ត្រូវការស្វែងរកពាក្យទៅតាមកាសែតឬទស្សនាវដ្តីឬពាក្យក្នុងសភៅវិទ្យាដែលគាត់បានរៀនគឺគាត់ជឿច្បាស់អំពីស្រៈ E នេះថាតើគួរអានសំឡេងវែងឬក៏សំឡេងខ្លីបាទអូខេឥឡូវខ្ញុំសិក្សាបន្ថែមតិចទាក់ទងនឹងសំឡេងសំឡេងវែងដែរដែលស្រៈ E នេះដើរតួជាស្រៈ A ម្ដងបាទអញ្ចឹងស្រៈ A បាទ E ពុំជាមួយស្រៈ A អានទៅជាសំឡេង A បាទសំឡេង A នេះគឺជាពាក្យកម្រមួយដែលអត់សូវបានអានទេបាទតែដោយសារខ្ញុំសិក្សាកន្លងមកឃើញមានពាក្យមួយដែលអានទៅជាសំឡេង A ឧទាហរណ៍ខ្ញុំមានពាក្យអក្សរព្យញ្ជនៈ G បូកជាមួយ O បាទហើយបូកជាមួយនឹងស្រៈ E បូកជាមួយនឹងព្យញ្ជនៈ T គេអានថា grade បាទយើងមិនអានថា grid ទេបាទ grid មានពាក្យផ្សេងទៀតបាទអញ្ចឹងយើងអានថា grade ដោយសារសំឡេងវាគឺប្រែប្រួលតាមស្រៈបង្កងប៉ុន្តែអ្នកខ្លះអានយកសំឡេងវែងនោះអាន grade បាទ grade នេះប្រែថាអស្ចារ្យបាទអស្ចារ្យចំពោះអ្វីមួយយើងឃើញអស្ចារ្យវាមិនធម្មតាបាទអស្ចារ្យហ្នឹងបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទដើម្បីឲ្យអ្នកអានមានការងាយស្រួលក្នុងការកត់ត្រានិងងាយស្រួលក្នុងការធ្វើសំឡេងតាមខ្ញុំបាទអញ្ចឹងស្រៈបន្តទៀតដែលមានសំឡេងស្រៈខ្លីគឺបន្ទាប់ពីស្រៈ A នេះយើងឃើញមានសំឡេងថ្មីទៀតគឺវាអានថាសំឡេង A បាទ EA នេះគឺសំឡេងខ្លីអានថា A បាទអញ្ចឹងដើម្បីចង់ដឹងសំឡេង A នេះអាននៅពេលណាអញ្ចឹងយើងចាំទស្សនាឬតាមដានសិក្សានៅវីដេអូបន្តទៀតបាទអញ្ចឹងក្នុងវីដេអូខ្ញុំនេះបើសិនគិតថាសំខាន់ល្អប្រសើរឬអាចកត់ត្រាបានសូមជួយចែករំលែកបន្តផងបាទហើយខាងក្រោមខ្ញុំមានពាក្យ Subscribe ដើម្បីចុចប៊ូតុងខាងក្រោមបាទយើងអាចចុចបានដើម្បីបានមើលនៅវីដេអូបន្តទៀតបានបាទអញ្ចឹងសូមអរគុណ